លោក Robin Chang គឺជាមហាសេដ្ឋីដោយសារអាគុយរថយន្តអគ្គិសនីលោក Robin Chang គឺជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Contemporary Imperial Technology Co Ltd Limited ហៅកាត់ថា CAT ដែលជាក្រុមហ៊ុនយក្សទី1នៅក្នុងលោកដែលបានផ្គត់ផ្គង់អាគុយសម្រាប់រថយន្តអគ្គិសនី EV មានដូចជាម៉ាកល្បីៗ Tesla, BMW, Ford, Toyota និង Volvo ជាដើមគិតត្រឹមឆ្នាំ2026នេះលោក Robin Chang មានអាយុ57ឆ្នាំគឺជាមហាសេដ្ឋីជនជាតិចិនហុងកុងដែលមានទ្រព្យសម្បត្តិជាង 53.2,000 លានដុល្លារជាប់ចំណាត់ថ្នាក់លេខ4ក្នុងប្រទេសចិននិងជាប់ចំណាត់ថ្នាក់លេខ33ក្នុងពិភពលោកនេះបើយោងទៅតាមទស្សនាវដ្តី Forbes តើលោក Robin Chang មានជីវប្រវត្តិបែបណាមុននឹងក្លាយទៅជាមហាសេដ្ឋីខាងបច្ចេកវិទ្យាអាគុយរថយន្តអគ្គិសនីសូមតាមដានប្រវត្តិសង្ខេបរបស់លោកដូចតទៅនេះលោក Robin Chang កើតនៅខែមិនិនាឆ្នាំ1968ក្នុងគ្រួសារក្រីក្រមួយនៅក្នុងខេត្ត Fujian ប្រទេសចិនក្នុងវ័យកុមារភាព Chang ជាក្មេងពូកែឧស្សាហ៍ព្យាយាមក្នុងការសិក្សារៀនសូត្ររហូតដល់បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Shanghai Jiaotong University និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ South China University of Technology ពីបុគ្គលិកក្រុមហ៊ុនឧស្សាហកម្មកប៉ាល់នៅក្នុងខេត្ត Fujian ប្រទេសចិនក្លាយជាមហាសេដ្ឋីពិភពលោកនៅពេលពេញវ័យយុវជនសៀងបានចាប់ផ្ដើមការងារដំបូងរបស់លោកគឺជាបុគ្គលិកក្រុមហ៊ុនមួយនៃឧស្សាហកម្មកប៉ាល់ក្នុងខេត្ត Fujian បន្ទាប់មកលោកបានចូលរួមបម្រើការងារនៅក្នុងរោងចក្របង្គុំអគ្គិសនីរយៈពេល10ឆ្នាំក្រោយពីលោកបានបញ្ចប់ការសិក្សាក្រោយមកលោកបានក្លាយជាសហស្ថាបនិកនៃក្រុមហ៊ុនដំបូងរបស់លោកគឺ Empiric Technology Limited ហៅកាត់ថា ATL ក្នុងឆ្នាំ1999ជាមួយនឹងមិត្តរួមមហាវិទ្យាល័យរបស់លោកពីររូបទៀតក្រុមហ៊ុននេះគឺស្រាវជ្រាវផលិតនិងលក់នៅថ្មឬអាគុយដែលផ្សំពីសារធាតុគីមីលីធ្យូមសម្រាប់បម្រើឲ្យឧបករណ៍អេឡិចត្រូនិកដូចជា iPhoneក្នុងឆ្នាំ2012លោក Chang និងដៃគូរបស់លោកគឺលោក Hong Xingling បានផ្ដួចផ្ដើមគំនិតផ្លាស់ប្ដូរក្រុមហ៊ុន ATL មកជាក្រុមហ៊ុនសាជីវកម្មផលិតថ្មសម្រាប់ផ្គត់ផ្គង់រថយន្តអគ្គិសនីដែលក្រុមហ៊ុនថ្មីរបស់លោកគឺ CATL ហៅកាត់ថា CAT ក្នុងឆ្នាំ2012ក្រុមហ៊ុនរបស់លោក Chang បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនដ៏ល្បីគឺក្រុមហ៊ុនរថយន្ត BMW ក្នុងឆ្នាំ2014ក្រុមហ៊ុនរបស់លោកបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅប្រទេសអាល្លឺម៉ង់ទោះមកដល់ឆ្នាំ2018ក្រុមហ៊ុន CAT របស់លោកបានបោះពុម្ពផ្សាយនៅភាគហ៊ុនរបស់ខ្លួនជាលើកដំបូងនៅឯ Shanghai Stock Exchange ចាប់ពីពេលនោះមកក្រុមហ៊ុនរបស់លោក Robin Chang បានបោះជំហានចូលទៅក្នុងទីផ្សារពិភពលោកក្នុងការស្រាវជ្រាវផលិតនិងផ្គត់ផ្គង់នៅថ្មរថយន្តអគ្គិសនី EV ផងដែរក្នុងឆ្នាំ2020ក្រុមហ៊ុនរបស់លោក Chang បានប្រកាសអំពីជោគជ័យដ៏ធំរបស់ខ្លួនគឺការផលិតចេញនៅថ្មសម្រាប់រថយន្តអគ្គិសនីចំនួនថ្មីដ៏ល្អនិងមានសមត្ថភាពក្នុងការប្រើប្រាស់រហូតទៅដល់ 1.1 លានគីឡូម៉ែត្រផងដែរការប៉ັດអាចកំបាំងនៅពីក្រោយភាពជោគជ័យរបស់លោក Robin Chang គឺនៅលើโลกនេះគ្មានអ្វីបានមកដោយភាពចៃដន្យនោះទេមានតែការខិតខំប្រឹងប្រែងនិងអភិវឌ្ឍខ្លួនឯងនោះទេទស្សនៈអប់រំរបស់លោក Robin Chang ខ្ញុំមិនចង់ក្លាយជាអ្នកមានស្ដុកស្ដំតែម្នាក់ឯងនោះទេប៉ុន្តែខ្ញុំចង់ចែករំលែកភាពមានបាននោះទៅកាន់មនុស្សជាច្រើនដើម្បីបង្កើតបានសង្គមមួយដ៏ល្អប្រសើរនិងជាពិសេសនិរន្តរភាពមួយដ៏យូរអង្វែង